ការទទួលទានអាហារមានជីវជាតិវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខភាពការពារជំងឺនិងពន្យាអាយុជីវិតជាពិសេសនៅពេលអាយុកើនឡើងនៅពេលដែលមុខងាររាងកាយធ្លាក់ចុះបន្តិចម្ដងអាហារូបត្ថម្ភត្រូវយកចិត្តទុកដាក់បន្ថែមទៀតនេះគឺជាអាហារទាំង4មុខដែលអ្នកជំនាញបង្ហាញថាវាសម្បូរទៅដោយសារធាតុចិញ្ចឹមនេះគឺល្អសម្រាប់សុខភាពនិងអាយុវែងវាក៏ជួយការពារជំងឺរ៉ាំរ៉ៃយ៉ាងមានប្រសិទ្ធភាពដែលត្រូវបានណែនាំដោយអ្នកជំនាញអាហារទាំង4មុខជួយពន្យាអាយុជីវិតនិងល្អបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងមហារីករួមមានទី1សុទ្ធជាអាហារដែលងាយរកណាវាអាចផ្ដល់ប្រូតេអ៊ីននិងសារធាតុចិញ្ចឹមជាច្រើនដូចជាវីតាមីន A B D E K អូមេហ្គា3ស័ង្កសីនិងឈូលីនដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពជាពិសេសពងមាន់មានផ្ទុកសារធាតុម្យ៉ាងហៅថាកូលីនវាត្រូវបានគេស្គាល់ថាជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ការអភិវឌ្ឍខួរក្បាលចាំបាច់សម្រាប់ការសំយោគនៃសារធាតុបញ្ជូនសរសៃប្រសាទនៅក្នុងខួរក្បាលរួមទាំងអាស៊ីធីឈូលីនដែលអាចជំរុញការអភិវឌ្ឍកោសិកាខួរក្បាលរំញោចសកម្មភាពនៃសារធាតុបញ្ជូនសរសៃប្រសាទនៅក្នុងខួរក្បាលធ្វើឲ្យប្រសើរឡើងនៅល្បឿនបញ្ជូនទិន្នន័យនិងបង្កើនការចងចាំរបស់ខួរក្បាលទី2ត្រីសាឌីនការសិក្សាឆ្នាំ2023ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Frontiers in Nutrition បានរកឃើញថាត្រីសាឌីនមានសារធាតុចិញ្ចឹមសំខាន់ជាច្រើនដូចជាប៉ូតាស្យូមម៉ាញ៉េស្យូមជាតិដែកកាល់ស្យូមនិងអូមេហ្គា3អូមេហ្គា3នៅក្នុងត្រីសាឌីនមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនិងប្រឆាំងអុកស៊ីតកម្មខ្លាំងអាចជួយសម្រួលដល់លំហូរឈាមនិងមុខងារសរសៃឈាមទី3ប៉េងប៉ោជាអាហារមួយប្រភេទដែលមនុស្សនៅតំបន់បៃតងចូលចិត្តអាយុកាលវែងតំបន់ដែលរស់នៅបានយូរជាងគេបំផុតរបស់ពិភពលោកគឺជាប្រភពដ៏ល្អនៃសារធាតុលីខូភីណេដែលជាសារធាតុរុក្ខជាតិប្រឆាំងនឹងការរលាកវាជួយលើកកម្ពស់សុខភាពបេះដូងនិងអាយុវែងវាគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពន្យារ៉ាឌីកាល់សេរីដែលអាចបំផ្លាញកោសិកានិងប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំទី4ត្រប់គ្រប់ប្រភេទសម្បូរទៅដោយសារធាតុចិញ្ចឹមរួមទាំងវីតាមីននិងសារធាតុរ៉ែដូចជាទង់ដែងជាតិដែកម៉ាញ៉េស្យូមប៉ូតាស្យូមអាស៊ីតហ្វូលិកស័ង្កសីអាស៊ីតអាមីណូសំខាន់វាក៏មានប្រូតេអ៊ីននិងជាតិសរសៃខ្ពស់ផងដែរ